ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះមើលផលប៉ះពាល់ដែលយោធាថៃវាយប្រហារនិងរាយបន្លាលួសច្រកអន្តរជាតិអូស្មាច់អភិបាលខេត្តបន្ទាយមានជ័យលោកមានច័ន្ទដាយ៉ានៅថ្ងៃប្រហ័សទី8ខែមករានេះបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលកម្លាំងយោធាថៃវាយប្រហារនិងរាយបន្លាលួសចូលមកលើច្រកអន្តរជាតិអូស្មាច់លោកមានច័ន្ទដាយ៉ាបានលើកឡើងថាបន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃដែលបានប្រើអាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជាដែលបង្កឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាផ្ទះសម្បែងនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំនៅព្រឹកថ្ងៃទី8ខែមករានេះលោកបានដឹកនាំក្រុមការងារចូលរួមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារចូលមកលើច្រកអន្តរជាតិអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យគួរឲ្យដឹងថាក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ថ្មីនេះក៏បានចុះពិនិត្យផលប៉ះពាល់ស្ពានអូជីករងការខូចខាតដោយសារយោធាថៃឈ្លានពានប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប